กรมหุนมาสเตอร์นาลีฮงซุยบักสักค่าสลายฮงซุยชนำปีปอนมาเพย์ประมุยนำใบเตรียมคลุนตกจีมุนนังไอตุบสกัดสถานการณ์อัดคันแต่ประสายครั้งชนำปีปอนมาเพย์ประมุยกรมหุนมาสเตอร์นาลีฮงซุยในថ្ងៃទី10ខែមករាឆ្នាំ2026នេះបានបើកសិក្ខាសាលាហុងស៊ុយឆ្នាំ2026ដើម្បីត្រៀមខ្លួនទុកជាមុននិងអាចទប់ស្កាត់ស្ថានភាពឲ្យកាន់តែប្រសើរឡើងក្នុងឆ្នាំ2026នេះសិក្ខាសាលានេះបានការអញ្ជើញចូលរួមពីអង្គការឡុងណាលីប្រធានក្រុមហ៊ុន Master Nali ហុងស៊ុយនិងជាប្រធានសហគមន៍ហុងស៊ុយអន្តរជាតិប្រចាំប្រទេសកម្ពុជាព្រមទាំងក្រុមការងារនិងសិក្ខាកាមជាច្រើនរូបដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនម៉ូសែនសុខនេះឱកាសនោះដែរអង្គការឡុងណាលីបានលើកឡើងថាវិជាហុងស៊ុយគឺជាវិជាដែលសិក្សាលម្អិតពាក់ព័ន្ធទៅនឹងបរិយាកាសជុំវិញចរន្តខ្យល់និងទឹកដំណើរនៃធម្មជាតិនិងតារាសាស្ត្រហុងស៊ុយគឺជាផ្នែកមួយសំខាន់សម្រាប់ជីវិតរស់នៅរបស់យើងដែលអាចបណ្ដុះបណ្ដាលបញ្ញាស្មារតីរបស់មនុស្សឲ្យមានភាពរីកចម្រើនចូលរួមចំណែកអភិវឌ្ឍសង្គមគ្រួសារតាមកម្រិតក្រមនៃធម្មជាតិនិងដំណើរកោចរនៃតារាសាស្ត្រអង្គការឡុងណាលីបានបន្តថាសម្រាប់សិក្ខាសាលាឆ្នាំនេះគឺមានបទបង្ហាញពិសេសពាក់ព័ន្ធជាមួយនឹងយិនហុងស៊ុយនិងយ៉ាងហុងស៊ុយហើយយ៉ាងហុងស៊ុយគឺពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ថ្មីតែយើងគួរតែបង្ការយ៉ាងណាដើម្បីទប់ស្កាត់ទៅនឹងស្ថានភាពបំរុងនឹងកាត់ឡើងនៅក្នុងឆ្នាំ2026ពីព្រោះឆ្នាំ2026មានបញ្ហាសេដ្ឋកិច្ចទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរអង្គការឡុងណាលីក៏បានបន្តទៀតថាគម្រោងយិនផារ៉ាដៃគឺមានការអភិវឌ្ឍរហូតហើយឆ្នាំនេះក៏មានគម្រោងរៀបចំសារមន្ទីរហុងស៊ុយដែលមានតែមួយនៅលើពិភពលោកហើយកម្ពុជាទទួលបានសិទ្ធិផ្ដាច់មុខក្នុងការធ្វើជាសារមន្ទីរហុងស៊ុយជាពិសេសធ្វើនៅក្នុងគម្រោងយិនផារ៉ាដៃទទួលបានជាគម្ពីរហុងស៊ុយសិភៅហុងស៊ុយនិងជាហុងស៊ុយពិតប្រាកដដែលអាចប្រមូលមករក្សាទុកនៅក្នុងប្រទេសកម្ពុជាបន្ថែមពីនេះអង្គការឡុងណាលីក៏បានបញ្ជាក់យ៉ាងដូចនេះថាគម្ពីរហុងស៊ុយប្រសិនបើខ្ញុំនៅតែរក្សាបានគឺនៅតែបន្តទុកនៅក្នុងប្រទេសកម្ពុជាដដែលប៉ុន្តែប្រសិនបើមានករណីអ្នកបន្តវេនរក្សាមិនបាននឹងយកទៅរក្សាទុកក្នុងប្រទេសសង្ហបុរីវិញអង្គការឡុងណាលីបានបន្ថែមថាឆ្នាំ2026កម្ពុជាមានសំណាងខ្លាំងពាក់ព័ន្ធជាមួយនឹងវិស័យទេសចរដោយសារឆ្នាំនេះតារាសាស្ត្រលេខ1ចូលមកប្រសិនបើប្រជាជនកម្ពុជារួមគ្នាផ្សព្វផ្សាយពីតំបន់ទេសចរក្នុងប្រទេសឲ្យកាន់តែចម្រើននិងរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយពីបណ្ដាប្រទេសជិតខាងដែលព្យាយាមលាបពណ៌កម្ពុជាហើយប្រទេសកម្ពុជានោះកម្ពុជាកាន់តែអាចតាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនបន្ថែមទៀតអង្គការឡុងណាលីក៏បានបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំដែលឆុងក្នុងឆ្នាំ2026រួមមានឆ្នាំជូតឆ្នាំមមីឆ្នាំថោះនិងឆ្នាំឆ្លូវដែលអាចប្រើប្រាស់ sticker កាត់ឆុងរូបខ្លាដើម្បីកាត់បន្ថយការឆុងបានជាថ្មីម្ដងទៀតអង្គការឡុងណាលីបានសង្ឃឹមថាសិក្ខាសាលាហុងស៊ុយឆ្នាំ2026នេះនឹងជាឱកាសដល់សិក្ខាកាមបានសិក្សាស្វែងយល់ពីហុងស៊ុយបែបវិទ្យាសាស្ត្រដែលមានស្តង់ដារត្រឹមត្រូវពិតប្រាកដប្រកាន់ភ្ជាប់នៅក្រមសីលធម៌និងគុណធម៌ដើម្បីកសាងបាននូវធនធានមនុស្សនៅលើជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រសម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជា